ខំខ្ញុំគិតថាខំហ្នឹងដូច្នេះហើយរឿងខំធ្វើការហ្នឹងវាមកពីសភាពការហ្នឹងទីមួយព្រោះតែអត់បាយហើយបើទៅត្រូវខំទៀតគុំហ្នឹងទៅរកបាយពីណាទៅរកស្រ័យខ្លួនឯងប៉ុន្តែហើយយកទទួលស្គាល់ខ្ញុំទទួលស្គាល់ខ្ញុំមើលហើយទៅបាទខ្ញុំពិចារណាទៅខ្ញុំទទួលស្គាល់គឺថារឿងថាកុំឲ្យចាប់ទុកបងប្អូនជំនះជាឆ្លើយសិតទេលោកពលគាត់ต้องនិយាយចាំវិញវាអត់បើនៅគេវិញគេឯកទីរបស់គេដែរហើយតបនៅលើដៃគេទៀតមិនមែនតបនៅលើលោកពលគាត់ទេលោកពលគាត់មិនដែលមានកងទ័ពខ្លួនឯងខុសពីម៉ៅជិតុនខុសពីទឹកនងមានណាខាងទឹកនងកណ្ដាលនៅកម្ពុជាអត់មានកងទ័ពនៅដៃឯងកងទ័ពនៅសក្តិធំហ្នឹងមកស្ដេចក្រាញ់ធំហ្នឹងនៅតាមភូមិភាគតាមតំបន់ដូច្នេះស្ដេចក្រាញ់ចេះពយល់ប្រជាជននេះខ្ញុំយល់ថាអត់ចេះទេអារឿងហ្នឹងតលពយល់បងប្អូនមែនតើហេតុម៉េចបានជំនឿហើយយើងខំធ្វើការទៅខំធ្វើការទៅហេតុម៉េចបានទៅខំធ្វើការហេតុម៉េចបានធ្វើសហគមន៍ស្អីទៅពយល់នេះអត់គេមិនជឿថាស្ដេចក្រាញ់ទៅពយល់ដឹងសម្រុតដឹងពីស្ដីដឹងពីទោសហើយនិយាយមកទៅហើយពីអាឆ្លើយសឹកហ្នឹងហើយដល់អញ្ចឹងដែរបងប្អូនអស់សង្ឃឹមហើយគិតថាអូអញ្ចឹងអញអង្គការសម្រាប់អញទាំងអស់ហើយទុកនៅសល់តែប្រជាជនមូលដ្ឋានទេដែលឲ្យនៅប្រជាជនមូលដ្ឋាននេះអាចទៅគេសម្រាប់ទៅអញ្ចឹងទៅដល់អញ្ចឹងទៅវាអត់មានកម្លាំងធ្វើការហើយដល់ឈឺហើយទៅអត់ថ្នាំទៀតដោះស្រាយវាមិនរួចអានេះខ្ញុំសូមនិយាយជាបឋមទេណាបាទលោកខៀវសំផននៅក្រោយពីចន្លោះចឹងជាពលរដ្ឋមើលទៅឃើញថាធ្វើការងារជាទម្ងន់ដែរហេតុអីបានជាពលរដ្ឋនៅពេលហ្នឹងមិនបានទទួលទានគ្រប់គ្រាន់នោះបាទខ្ញុំបាននិយាយចាស់ខ្ញុំទទួលទានបន្តជេចេណាដូច្នេះបងប្អូនប្រជាជនថែមមានតែស្អីស្ដេចក្រាញ់ថែមទៀតធ្ងន់ហើយអាហ្នឹងខ្ញុំយល់ដល់ពីនឹងមែនតើខ្ញុំយល់វាមានការគេស្ដេចក្រាញ់ហើយយើងដឹងហើយយើងវាថាស្ដេចក្រាញ់គេវាយល់និយាយថាដូចដាបជួនមិនរឿងដាបជួនទេពេលមកគេមានថ្ងៃរហដល់ដាបជួនទេប៉ុន្តែមិនចោះជាប់មហាជនអាធ្វើត្រូវបានប្រមាណបានក៏អត់ដឹងទៀតព្រោះខ្លួនមិនចោះមើលខ្លួននៅកន្លែងហ្នឹងហើយហ្នឹងហើយស្ដេចក្រាញ់គេនៅតែផ្ទះគេចាំតែមានហូបឆ្អែតប្រហែលអ្នកនៅពេញតែវិឡាតដែរមិនដល់ប៉ុណ្្នឹងពេកទេប៉ុន្តែវាប្រហែលគេដែរចង់និយាយអញ្ចឹងដូច្នេះធ្វើការដឹកនាំវាស្មុគស្មាញខ្ញុំចង់និយាយថាបញ្ហាវាស្មុគស្មាញខំវិចរយបើបញ្ហាវាស្មុគស្មាញយ៉ាងនេះថៃខាងវៀតណាមចូលរបបកាយទៀតហ្នឹងយើងគួរយល់ដែរអានោះបាទលោកខៀវសំផនមានប្រសាសន៍ថាស្ដេចក្រាញ់ហ្នឹងតើស្ដេចក្រាញ់គេគ្រប់គ្រងនៅក្នុងតំបន់មួយឬក៏យ៉ាងម៉េចដែរបាទគេគ្រប់គ្រងនៅតំបន់របស់គេណាអាតំបន់គេគឺតំបន់របស់គេហ្នឹងណាតើស្ដេចក្រាញ់មានខ្សែតគ្នាអញ្ចឹងបាទតើស្ដេចក្រាញ់នៅពេលហ្នឹងតែងតាំងដោយយ៉ាងម៉េចដែរបាទស្ដេចក្រាញ់នៅពេលហ្នឹងតែងតាំងដោយយ៉ាងម៉េចគ្មានមានណាតែងតាំងទេការកកើតដំបូងនៃចលនាតស៊ូវាចេញមកពីពួកដែលរួមបានអិសរៈដែលបានរួមជាមួយយើងសំខាន់គេហើយប៉ុន្តែដល់ក្រោយចំណាយទៅពួកហ្នឹងត្រូវខាងរដ្ឋអំណាចតកូណាដេញចាប់ហើយដេញហ្នឹងនិយាយរត់ដូចឆ្លុះចឹងអត់ហ៊ានចូលស្រុកទេបាក់ស្បាតមកពីខាងវៀតណាមអត់បានអប់រំគេអត់បានកសាងគេអត់បានបញ្យល់គេចាំតែឲ្យយើងធ្វើទៅហ៊ានទៅច្បាំងជំនួសគេអាហ្នឹងវាទៅចាំងមកអញ្ចឹងអាហ្នឹងសូមលោកជើងមើលឯកាណានិយាយដែរអារឿងវៀតណាមខ្មែរធ្វើមេតបប៉ុន្តែវៀតណាមអនុបញ្ជាការប៉ុន្តែវៀតណាមអ្នកចាត់ចែងអ្នកបញ្ជាខ្មែរអ្នកកាន់កំពង់កប៉ុន្តែអ្នកវល់វៀតណាមហើយចំណុចមិញបាទលោកខៀវសំផនក្រោយពីរបបខ្មែរក្រហមបានកាន់កាប់ប្រមាណជាង3ឆ្នាំ8ខែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនឹងមានចម្ងល់លើកឡើងជាច្រើនក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងរបបខ្មែរក្រហមនិងរួចផុតពីការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហមតើលោកខៀវសំផនអាចបញ្យល់បានទេតើហេតុអីបានជារបបគ្រប់គ្រងដោយខ្មែរក្រហមនឹងអនុវត្តនៅនយោបាយវាលពិឃាតនោះបាទរឿងហ្នឹងខ្ញុំនិយាយអស់ហើយតាលោកប៉ុលពតណាលោកតាមតាន
ហើយលោកចាប់ចងដោយរួមជាមួយគណៈអចិន្ត្រៃយ៍លោកមិនដែលធ្វើអីម្នាក់ឯងទេប៉ុន្តែលោកតាមតែផ្នែកតាក់ទេលោកមិនដែលទៅចាប់ប្រជាជនក្នុងភូមិទេណាមានតែខាងស្ដេចក្រែងតាមមូលដ្ឋានទេដែលគេទៅចាប់មកតាមភូមិចាប់នៅពេលណាទី1ចាប់នៅពេលដែលស្រាវជ្រាវខ្សែរបស់អ្នកដែលត្រូវចាប់ពីព្រោះអ្នកដែលត្រូវចាប់ហ្នឹងគេសិទ្ធិកាន់អំណាចដូច្នេះត្រូវស្រាវជ្រាវប៉ុន្តែស្រាវជ្រាវខ្សែនេះវាមានខ្សែផ្សេងទៀតទៅស្រាវជ្រាវអាហ្នឹងឯងដែលវានាំឲ្យវាមានពុកច្បល់សងទឹកគ្នាចំណែននឹងជើគ្នាចង់ពោះលើគ្នាមានច្រើនណាទី1ទី2គេចាប់ចោលនៅខ្លួនគេតាមមូលដ្ឋានអាហ្នឹងវាជាសាច់ក្រាញ់មួយដែរសាច់ក្រាញ់ទៅបញ្ចេញអំណាចហើយអត់ដឹងច្បាប់ដឹងទម្លាប់អីទេតែចិត្តណាមិនគោរពអញណាអញមិនសប្បាយចិត្តអញចោះចិត្តអញដកចេញពីព្រោះដកចេញក៏មិនខាតទុកក៏មិនចំណេញដកចេញក៏មិនខាតអញដកចេញប៉ុន្តែខ្ញុំសូមនិយាយប៉ុណ្ណឹងមិនដឹងអស់ទឹកមិនត្រូវការខ្លាចជាតិទៅទៀតអរគុណណាលោកខៀវសំផនដែលបានផ្ដល់បទសម្ភាសន៍ជាមួយនឹង VOA សម្លេងសាររដ្ឋអាមេរិកទាក់ទិនទៅនឹងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងរបបខ្មែរក្រហមក៏ដូចជាទួនាទីលោកនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យផងដែរបាទ